ថ្ងៃនេះនាំអារម្មណ៍លោកយាយលោកតាពុកម៉ែបងប្អូនយើងទៅស្ដាប់រឿងបរោះអ្នកនេសាទនិងអណ្ដើកវេទមន្តតើកុំឲ្យខាតពេលយូរយើងនាំពុកម៉ែបងប្អូនយើងទៅស្ដាប់កំសាន្តទាំងអស់គ្នាតែម្ដងកាលពីព្រេងនាយមានបរោះអ្នកនេសាទក្រីក្រម្នាក់ឈ្មោះថាច័ន្ទរស់នៅក្បែរមាត់សមុទ្រជារៀងរាល់ថ្ងៃនាយច័ន្ទត្រូវចេញទៅនេសាទដើម្បីចិញ្ចឹមជីវិតដោយលំបាកទោះបីជាគាត់ជាមនុស្សចិត្តល្អនិងឧស្សាហ៍ព្យាយាមក៏ជីវិតគាត់នៅតែមិនសូវធូរធារដែរល្ងាចមួយពេលនាយច័ន្ទកំពុងទាញសំណាញ់ចាស់របស់គាត់ចូលច្រាំងគាត់មានអារម្មណ៍ថាវាធ្ងន់ខុសធម្មតាគាត់គិតថាប្រហែលជាបានត្រីធំហើយក៏ខំប្រឹងទាញឡើងពេលសំណាញ់ឡើងដល់ច្រាំងគាត់ឃើញថាមិនមែនជាត្រីទេតែជាអណ្ដើកដ៏ធំមួយដែលមានសម្បកពណ៌បៃតងរលោងភ្លឺថ្លាចម្លែកអណ្ដើកនោះមើលទៅហាក់ដូចជាចាស់ណាស់ហើយវាបានដកដង្ហើមធំដោយលំបាកនាយច័ន្ទមានចិត្តអាណិតក៏ដោះលែងអណ្ដើកនោះចេញពីសំណាញ់ហើយបីវាយកទៅដាក់នៅក្នុងទឹកវិញមុននឹងវាលូនចូលទៅក្នុងសមុទ្រជ្រៅអណ្ដើកនោះបានងើបក្បាលមើលនាយច័ន្ទរួចក៏និយាយដោយសំឡេងមនុស្សយ៉ាងច្បាស់ថាអោនាយច័ន្ទអើយអរគុណលោកខ្លាំងណាស់ដែលបានជួយជីវិតខ្ញុំជាអណ្ដើកដែលមានអាយុរាប់ពាន់ឆ្នាំនិងមានឫទ្ធិអំណាចវេទមន្តដើម្បីតបស្នងសងគុណលោកខ្ញុំនឹងផ្ដល់ឲ្យលោកនៅត្បូងវេទមន្តមួយដុំវាជាត្បូងដែលអាចប្រែក្លាយអ្វីដែលលោកប៉ះឲ្យទៅជាមាសបានក៏ប៉ុន្តែសូមលោកចងចាំថាកុំប្រើប្រាស់វាដោយលោភលន់នឹងត្រូវប្រើដើម្បីជួយអ្នកដទៃទើបជាការប្រសើរនិយាយចប់អណ្ដើកក៏ហាលបាត់ទៅក្នុងផ្ទៃទឹករីឯត្បូងវេទមន្តពណ៌មាសមួយដុំក៏ធ្លាក់មកក្នុងដៃរបស់នាយច័ន្ទមិនហ៊ានជឿនឹងភ្នែកខ្លួនឯងនោះទេគាត់ក៏បានយកត្បូងនោះទៅសាកល្បងនៅផ្ទះគាត់បានយកត្បូងនោះប៉ះនឹងកៅអីឈើចាស់មួយកៅអីនោះក៏ប្រែទៅជាមាសសុទ្ធភ្លាមតែម្ដងបន្ទាប់មកគាត់យកទៅប៉ះនឹងផើងដីឥដ្ឋមួយទៀតផើងនោះក៏คล้ายជាមាសភ្លាមដែរនាយច័ន្ទសប្បាយចិត្តខ្លាំងណាស់គាត់បានយកត្បូងនោះទៅប្រែរបស់របរដែលមិនប្រើការនៅក្នុងផ្ទះឲ្យคล้ายទៅជាមាសរួចយកទៅលក់នៅទីផ្សារដើម្បីបានប្រាក់មកទិញផ្ទះថ្មីនិងចំណីអាហារល្អជីវិតរបស់នាយច័ន្ទបានផ្លាស់ប្ដូរទាំងស្រុងគាត់លែងក្រីក្រទៀតហើយគាត់បានคล้ายជាសេដ្ឋីម្នាក់ដែលមានទ្រព្យសម្បត្តិច្រើនលើសលប់គាត់រស់នៅក្នុងផ្ទះដ៏ធំស្កឹមស្កៃស្លៀកពាក់ខោអាវប្រណិតហើយអ្នកស្រុកក៏ចាប់ផ្ដើមគោរពស្រឡាញ់គាត់ដំបូងឡើយនាយច័ន្ទចេះជួយអ្នកដទៃដោយអណ្ដើកបានប្រាប់មែនគាត់បានយកមាសរបស់គាត់ទៅជួយអ្នកភូមិដែលខ្វះខាតជួសជុលផ្លូវនិងកសាងស្ពានអ្នកភូមិទាំងអស់ដឹងគុណគាត់ណាស់ប៉ុន្តែកាលវេលាកន្លងទៅភាពសម្បូរហូរហៀពេកបានធ្វើឲ្យចិត្តរបស់នាយច័ន្ទចាប់ផ្ដើមលោភលន់គាត់គិតថាហេតុអ្វីបានជាខ្ញុំត្រូវចែករំលែកមាសទាំងនេះឲ្យអ្នកដទៃខ្ញុំអាចប្រែក្លាយរបស់របរគ្រប់យ៉ាងឲ្យទៅជាមាសបានដូច្នេះខ្ញុំគួរតែប្រែក្លាយរបស់របរឲ្យបានច្រើនបំផុតសម្រាប់តែខ្លួនឯងគាត់ក៏ចាប់ផ្ដើមប្រែក្លាយអ្វីៗគ្រប់យ៉ាងនៅក្នុងផ្ទះទាំងគ្រឿងសង្ហារឹមរហូតដល់ចានឆ្នាំងคล้ายទៅជាមាសទាំងអស់គាត់មិនព្រមជួយអ្នកដទៃទៀតទេព្រោះខ្លាចក្រែងមាសរបស់គាត់ថយចុះថ្ងៃមួយពេលកំពុងអង្គុយលើគំនរមាសរបស់ខ្លួននាយច័ន្ទមានអារម្មណ៍ឃ្លានជាខ្លាំងគាត់ក៏លើកដៃទៅចាប់នំប៉័ងមួយដុំដែលដាក់នៅលើតុដោយសារភ្លេចខ្លួនថាត្បូងវេទមន្តនៅតែជាប់នឹងដៃរបស់គាត់ពេលគាត់ប៉ះនំប៉័ងនោះភ្លាមនំប៉័ងក៏ប្រែក្លាយទៅជាមាសគាត់មិនអាចបរិភោគវាបានឡើយគាត់ភ័យស្លន់ស្លោក៏ប្រញាប់លើកកែវទឹកឡើងមកផឹកពេលគាត់ប៉ះកែវទឹកនោះទឹកនៅក្នុងកែវក៏ប្រែជាមាសរឹងភ្លាមដែរនាយច័ន្ទមិនអាចសំបីតែផឹកទឹកបានទេគាត់ដឹងខ្លួនឯងថាបានធ្វើខុសហើយទ្រព្យសម្បត្តិមាសទាំងនេះមិនអាចជួយគាត់ឲ្យរស់រានមានជីវិតបាននោះទេគាត់មានមាសពេញផ្ទះតែមិនអាចបរិភោគឬផឹកទឹកបានឡើយគាត់ក៏ចាប់ផ្ដើមស្រែកយំហើយរត់ចេញទៅមាត់សមុទ្រដើម្បីសុំឲ្យអណ្ដើកវេទមន្តជួយ
ពេលទៅដល់មាត់សមុទ្រគាត់ក៏ស្រែកហៅអណ្ដើកវេទមន្តសូមមេត្តាជួយខ្ញុំផងខ្ញុំបានប្រើត្បូងនេះដោយភាពលោភលន់ខ្ញុំមិនអាចបរិភោគអ្វីបានទេពេលនោះអណ្ដើកវេទមន្តក៏ងើបចេញពីផ្ទៃទឹកម្ដងទៀតវាសម្លឹងមើលនេច័ន្ទដោយទឹកមុខស្រងោតស្រងាត់ហើយនិយាយថានេច័ន្ទខ្ញុំបានប្រមានលោកហើយភាពលោភលន់បានធ្វើឲ្យលោកបំភ្លេចតម្លៃនៃការចែករំលែកមាសមិនអាចទិញសុភមង្គលនិងជីវិតបានឡើយនេច័ន្ទលុតជង្គង់ចុះហើយអង្វរថាខ្ញុំដឹងកំហុសហើយសូមដកត្បូងនេះចេញពីខ្ញុំហើយខ្ញុំសុខចិត្តត្រឡប់ទៅធ្វើជាអ្នកនេសាទក្រីក្រវិញឲ្យតែខ្ញុំអាចរស់នៅដោយមានសេចក្តីសុខនិងចេះចែករំលែកអណ្ដើកវេទមន្តក៏លើកជើងរបស់វាមកប៉ះត្បូងមាសនៅដៃនេច័ន្ទភ្លាមនោះបងវេទមន្តក៏រលាយបាត់ទៅហើយអ្វីដែលនេច័ន្ទបានប្រែក្លាយជាមាសគឺនៅតែជាមាសដដែលតែនេច័ន្ទលែងមានអំណាចប្រែក្លាយអ្វីទៀតហើយអណ្ដើកក៏បានផ្ដល់ដំបូន្មានចុងក្រោយថាទ្រព្យសម្បត្តិដ៏ពិតប្រាកដគឺស្ថិតនៅក្នុងចិត្តសប្បុរសនិងការចែករំលែករបស់យើងនេច័ន្ទបានយកមាសដែលនៅសេសសល់ទៅចែករំលែកដល់អ្នកភូមិទាំងអស់រួចក៏បានត្រឡប់ទៅធ្វើជាអ្នកនេសាទធម្មតាវិញគាត់រស់នៅដោយសុខសាន្តចេះចែករំលែកនៅអ្វីដែលគាត់មានហើយគាត់ក៏បានក្លាយជាបុរសដែលមានជាងគេបំផុតមិនមែនដោយសារមាសនោះទេតែដោយសារភាពសប្បុរសរបស់គាត់បាទចឹងនៅក្នុងសាច់រឿងនេះគឺគេសំដៅទៅលើការចេះចែករំលែកបាទទោះបីជាយើងមានដល់កម្រិតណាក៏ដោយគឺយើងត្រូវចេះចែករំលែកដល់អ្នកដែលកំសត់ទុរគតបាទអ្នកដែលអត់ឃ្លានឲ្យគាត់បានបរិភោគបាទទទួលបាននៅចំណីអាហារដែលអ្នកមានហ្នឹងគឺគេធ្វើទៅកាន់អ្នកដែលកំសត់ទុរគតផងបាទអញ្ចឹងរឿងនេះគឺជារឿងមួយដែលមានគតិអប់រំល្អមែនទែនបាទទៅដល់មនុស្សគ្រប់រូបបាទឲ្យចេះចែករំលែកទ្រព្យសម្បត្តិបាទទោះបីជាមានតិចក្តីច្រើនក្តីហ្នឹងគឺយើងចេះចែករំលែកគ្នាការរស់នៅក្នុងសង្គមនីមួយៗគឺយើងត្រូវចេះប្រស័យតាក់ទងគ្នាបាទអ្នកមានជួយអ្នកក្របាទអញ្ចឹងទ្រព្យសម្បត្តិរបស់មនុស្សដែលពិតប្រាកដហ្នឹងមិនមែនជាទ្រព្យសម្បត្តិក្រៅខ្លួននោះទេបាទគឺជាទ្រព្យសម្បត្តិបាទដែលនៅក្នុងចិត្តគំនិតរបស់យើងតែម្ដងបាទគឺសេចក្តីល្អបាទភាពសប្បុរសរបស់មនុស្សហ្នឹងគឺជាទ្រព្យសម្បត្តិដ៏ល្អបំផុតតែម្ដងបាទអញ្ចឹងរឿងនេះមានតែប៉ុណ្្នឹងទេបាទសូមចែករំលែកក៏ដូចជាចុច follow subscribe ដើម្បីទទួលបាននៅរឿងនិទានថ្មីជាបន្តទៀតបាទពីខ្ញុំបាទសូមអរគុណសូមជម្រាបលាបាទ